ជំនាញក្រុមជួមរោដែលសកម្មខាងកាប់គ្នាពេលនេះសមត្ថកិច្ចគុំអន្តរកម្មសារនៃស្នងការនគរបាលរាជធានីភ្នំពេញតាមចាប់រហូតដល់ខេត្តប្រវែងបានចំនួន15នាក់បញ្ជូនទៅតុលាការជំជួមរោ